ចឹងហើយនឹងយើងមកតេស្ត update version សម្រាប់ desktop application ហើយឆ្លើយសំណួរបងប្រុសគាត់សួរមាន source code អត់ណាទាំងពិត source code ខ្ញុំតែងតែតម្លាក់ចូលក្នុង Telegram channel គាត់ថាពេលខ្លះយើងត្រូវការតម្លាក់ហើយត្រូវការបញ្ចូល source code ហ្នឹងមិនយើងយល់ក្នុងការប្រើប្រាស់ឬមួយក៏ connect អីចឹងទៅចឹងខ្ញុំអត់មានពេលទៅបញ្ចូលបន្ថែមឥឡូវទីហោទៅសម្រាប់ web វាមាន HTML version វាមាន Vue.js ជាមួយនឹង Laravel ជាមួយ Laravel ផ្សេងៗហ្នឹងសិតតែជា source code ដែរគាត់ថាដើម្បីប្រើប្រាស់វាបើអ្នកអត់ឆែកឬមួយក៏អត់បានរៀនទៅលើវាអញ្ចឹងយកទៅវាអត់មានប្រយោជន៍អីហើយបើមិនជាចង់ឲ្យ source code ដំណើរការអញ្ចឹងត្រូវការខ្ញុំធ្វើហើយជាទីហោឬមួយក៏បញ្ចូលលេខផ្សេងៗអញ្ចឹងវារៀងវែងឆ្ងាយអញ្ចឹងត្រឡប់មកវិញថា source code ដែលខ្ញុំបានទៅស្អីវាច្រើនខ្ញុំសម្រាប់ desktop application គឺទុកនៅ GitHub ហើយក្នុង GitHub វាខ្ញុំអត់ផលជាលក្ខណៈ standard commitment អីផ្សេងៗទេ keep សម្រាប់ថាឧទាហរណ៍ថាខ្ញុំទៅការងារនៅកុំព្យូទ័រផ្សេងទៀតបើករណីដែល server ខ្ញុំ close ចុចខ្ញុំ download ពេលហ្នឹងហើយ continue ការងារអញ្ចឹងទៅហើយអូខេអញ្ចឹងបច្ចេកនេះទៅតាupdate ចូលមិញទេអូខេអញ្ចឹងយើងបកមកមើលរបៀប update version របស់ desktop application វិញអញ្ចឹងដូចបញ្យល់វីដេអូមុនអញ្ចឹងគឺវាត្រូវការរៀបចំ form មួយសម្រាប់ update អញ្ចឹង structure វាគឺមាន table ហើយបន្តទៅ procedure ដែលវាធ្វើការងារហើយជាចុងក្រោយគឺមាន query ខ្លះគឺយើងត្រូវ update ដែរអញ្ចឹងខ្ញុំរៀបចំមកផ្ទាំងចេះមកហើយឥឡូវទីមុនយើង update យើងអាច check database យើង version ត្រឹមតែ2 version ទេអញ្ចឹងបច្ចេកនេះថ្មីហើយគេថាការតែ2 module បន្ថែមទេប៉ុន្តែមើល record ដែលយើងត្រូវតែ2 module បន្ថែមប៉ុន្តែយើងមើល record ដែលយើងបានត្រូវ update នេះគឺច្រើនអូខេអញ្ចឹង function ហ្នឹងរៀងស្មុគស្មាញដែរអញ្ចឹងយើង run មកមានន័យថាខ្ញុំរៀបចំមកវា log in ហើយឲ្យវា update ស្ងាត់ៗទេអត់ឲ្យ user គាត់រងចាំយូរទេចឹង update ស្ងាត់ៗពេលវាធ្វើការងារចប់គឺវា load មកចូល form ហ្នឹងប៉ុន្តែវា log in ហ្នឹងគឺវាឆែកឲ្យថា version ហ្នឹង update អត់អញ្ចឹងយើងមក select database មកនេះឃើញវា update ទេវាឡើង version ហើយនៅពេលឡើងហើយគឺវាជប់ធ្វើកិច្ចការងារហ្នឹងហើយបើសិនអត់មានអីថ្មីទេគឺវាអត់ធ្វើទេអញ្ចឹងក្រោយពី update គឺយើងមាន menu មានអីថ្មីអញ្ចឹងតែសម្រាប់ booking យើងអាចតេស្ត booking បានទៅតាមការងាររបស់ user យើងអញ្ចឹងណាអញ្ចឹងចង់ថាបើយើងរៀបចំត្រូវគឺ update គឺវាអត់ប្រហែលគាត់តែមុននឹងយើង update គឺយើងត្រូវរៀបចំ structure ឲ្យវាធ្វើការបែបម៉េចអ្នកមួយណាមុនមួយណាក្រោយអញ្ចឹង desktop application គឺវារៀងស្មុគស្មាញពេល update ហ្នឹងអូខេ